ជំរាបសួរបងនាងខ្ញុំជាអសតការីប្រចាំការនៅក្នុងអសតស្ថានីយ៍តើបងអញ្ជើញមកថ្ងៃនេះមានបញ្ហាសុខភាពអ្វីដែរជំរាបសួរអ្នកគ្រូខ្ញុំចង់ជាអសតតើបងចង់ជាអសតសម្រាប់អ្នកណាដែរបងខ្ញុំជាសម្រាប់ខ្លួនឯងតើបងមានរោគសញ្ញាឬអាការៈអ្វីខ្លះខ្ញុំក្អួតចង្អោរអ្នកគ្រូតើអាការៈក្អួតចង្អោរនេះកើតមានពីពេលណាដែរបងបន្ទាប់ពីខ្ញុំញ៉ាំអាហារថ្ងៃត្រង់2-3ម៉ោងមកអ្នកគ្រូតើវាបងក្អួតប្រមាណដងក្នុងមួយថ្ងៃបងក្អួត2ដងហើយអ្នកគ្រូក្អួតច្រើនឬតិចបងហើយពណ៌ដូចម្ដេចដែរបងក្អួតមកច្រើនអ្នកគ្រូច្រើនមង្គួរហើយក្អួតមានអាហារតើបងមានរោគសញ្ញាអ្វីផ្សេងទៀតដែរឬទេបងមានអ្នកគ្រូរាកតិចតួចដែរម្ដងហើយលាមកមានពណ៌ធម្មតាមានអារម្មណ៍ថាអស់កម្លាំងលហិតលហៃតែអត់មានវិលមុខឈឺក្បាលឬក្តៅខ្លួនទេហើយក៏អត់មានច្អល់ពោះនិងឈឺចុកពោះខ្លាំងដែរអ្នកគ្រូសុំសួរបងបន្ថែមទៀតណាបងតើបងមានគភ៌ឬអត់បងខ្ញុំអត់មានគភ៌ទេអ្នកគ្រូតើបងបានបរិភោគអ្វីខ្លះមុននឹងក្អួតចង្អោរនឹងបងខ្ញុំញ៉ាំអាហារសមុទ្រហើយនិងបន្លែអ្នកគ្រូចាតើបងមានប្រើថ្នាំប្រភេទណាមួយដែរឬទេមុននេះអត់មានទេអ្នកគ្រូតើបងធ្លាប់មានប្រវត្តិប្រតិកម្មជាមួយថ្នាំណាដែរឬទេបងអត់មានទេអ្នកគ្រូវិភាគព័ត៌មាននឹងធ្វើរោគវិនិច្ឆ័យអ្នកជំងឺមិនមានអាការៈវិលមុខឈឺក្បាលជាមួយនឹងការក្អួតទេដូច្នេះក៏មិនមែនជាករណីសង្ស័យថាជាជំងឺប្រកាំងឬរលាកស្រោមខួរទេអ្នកជំងឺមិនមានអារម្មណ៍ថាឆ្អល់ពោះឬការឈឺចុកពោះខ្លាំងទេដូច្នេះมันអាចសង្ស័យថាជារលាកខ្នែងពោះវៀនឬស្ទះពោះវៀនទេអ្នកជំងឺមិនមែនមានអាការៈក្អួតចង្អោរដោយសារមានគភ៌ទេអ្នកជំងឺមានអាការៈក្អួត2ដងជាមួយនឹងការរាកតិចតួច1ដងលាមកមានពណ៌ធម្មតាមានអាការៈចុកច្អល់ពោះតិចតួចមិនមានក្តៅខ្លួននិងមានអារម្មណ៍ហត់លហិតលហៃបន្ទាប់ពីគាត់បរិភោគអាហារថ្ងៃត្រង់ដែលជាអាហារសមុទ្រនិងបន្លែរួចបាន2ទៅ3ម៉ោងដូចនេះសង្ស័យថាជាការពុលអាហារមូលហេតុនៃជំងឺការក្អួតចង្អោរនេះបណ្ដាលមកពីការបរិភោគអាហារដែលបង្កឡើងពីពូពួកបាក់តេរីនិងប៉ារ៉ាស៊ីតដែលមាននៅក្នុងអាហារនេះផែនការព្យាបាលជំងឺឈ្មោះនិងទម្រង់ឱសថដែលត្រូវប្រើប្រាស់មេតូក្លូប្រាមីត 0.5% ដែលមានទម្រង់ជា solution គោលបំណងនៃការប្រើប្រាស់ឱសថជាឱសថសម្រាប់ព្យាបាលអាការៈក្អួតដោយការពុលអាហាររបៀបប្រើប្រាស់កម្រិតប្រើនិងរយៈពេលប្រើរបស់ឱសថមេតូក្លូប្រាមីត 0.1% គឺពិសា1ដងមួយសាប់ព្រាកាហ្វេមួយថ្ងៃ3ដងចន្លោះយ៉ាងតិច6ម៉ោងម្ដងមុនពេលញ៉ាំអាហាររយៈពេល24ម៉ោងផលរំខានផ្សេងៗដែលអាចកើតមានក្នុងពេលប្រើឱសថអាចនឹងមានផលរំខានដែលបណ្ដាលមកពីប្រតិកម្មឱសថដូចជាឡើងកន្ទួលរមាស់ឡើងហើមមុខវិលមុខបែកញើសខ្លាំងជាដើមសញ្ញាគ្រោះថ្នាក់ដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់អាការៈវិលមុខលាយជាមួយនឹងការក្អួតអាការៈឈឺក្បាលលាយជាមួយនឹងការក្អួតនេះមានអារម្មណ៍ថាស្ទះខ្យល់នៅក្នុងពោះនិងឈឺចុកពោះខ្លាំងដំបូន្មានក្នុងរយៈពេលព្យាបាលត្រូវគោរពនៅរបៀបប្រើប្រាស់កម្រិតប្រើនិងរយៈពេលប្រើប្រាស់របស់ឱសថត្រូវប្រុងប្រយ័ត្នក្នុងការបរិភោគអាហារដែលជាប្រភេទបន្លែឆៅគ្រឿងសមុទ្រគ្រឿងដែលផ្អាប់ទុកយូរហើយត្រូវផឹកទឹកស្អាតបើមិនមានការធូរស្រាលឬមានសញ្ញាណាថ្មីមួយកាត់ឡើងសូមអញ្ជើញមកម្ដងទៀតឬបើក្នុងករណីបន្ទាន់សូមអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដំបូន្មានដើម្បីបង្ការកុំឲ្យកើតជំងឺជាថ្មីម្ដងទៀតត្រូវមានការប្រុងប្រយ័ត្នក្នុងការបរិភោគអាហារដែលជាប្រភេទបន្លែឆៅគ្រឿងសមុទ្រគ្រឿងដែលផ្អាប់ទុកយូរត្រូវផឹកទឹកស្អាតជានិច្ចចាបងតើបងព្រមទទួលយកការព្យាបាលដែរឬទេបងចាអ្នកគ្រូខ្ញុំយកព្រមតើបងអាចសង្ខេបឡើងវិញនៅចំណុចសំខាន់ៗដែលត្រូវចងចាំបានឬទេបងចាអរគុណច្រើនបងសូមប្អូនបញ្យល់ពីសកម្មភាពរបស់ឱសថក្នុងការព្យាបាលចាអ្នកគ្រូមេតូក្លូប្រាមីតគឺជាពពួក neuroleptic ដែលជាអង់តាហ្គូនីស de la dopamine
ដោយមានប្រសិទ្ធភាពបំបត្តិការក្អួតដោយវា blockage the seat dopaminergic អរគុណច្រើនអ្នកគ្រូ